អង្គវត្តថៃខាងក្រោយមិនដែរបងប្អូនស្អាតអត់បងមួយចំនួនធំនៅពេលដែលកាត់ចូលមកទស្សនវិស័យអង្គវត្តចូលទៅតាមច្រកមុខតែខាងខ្ញុំនេះអត់ទេអ្នកសៀមរាបមួយចំនួនធំគឺដឹងច្រើនអំពីយ៉ាប់ច្រកក្រោយខ្លងស្អាតវីដេអូនេះផ្សាយជូនបងដែលអត់ដឹងខាងក្រោយស្អាតជាងខាងមុខវាតាមខ្ញុំគិតស្អាតអត់ពេលជាមួយខ្ញុំទៅខាងត្បូងទៀតរោប្លង់ស្អាតទៀតខាងត្បូងស្អាតមួយយ៉ាងមួយបែបដែរអរគុណបងប្អូនកុំភ្លេច follow ផងឲ្យបេះដូងខ្ញុំផងឲ្យមានកម្លាំងចិត្តរោកន្លែងស្អាតទៀតអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ